បាទអញ្ចឹងថ្ងៃហ្នឹងលោកគ្រូមកបញ្យល់ប្រធានបទមួយចាប់តាក់ទងជាមួយថាតើការបូជាសពហ្នឹងមានឥទ្ធិពលយ៉ាងណាសពដែលបានបូជាហើយឆេះទៅជាឆ្អឹងឬក៏ជាសំណួរដែលយើងឮញឹកញាប់ថាតើគួរទៅបូជាឬក៏បញ្ចុះអញ្ចឹងបញ្ចុះទាំងសពទាំងមូលឬក៏បូជាទុកទៅឆ្អឹងនៅតាមប្រទេសនានាគេគិតថាការបូជាសពនេះគឺជារឿងល្អដែលមិនបាច់គិតហុងស៊ុយនៅពេលដែលបូជាហើយអត់មាននាំឥទ្ធិពលខុសឬក៏ត្រូវឬក៏សំណាងល្អឬក៏សំណាងអាក្រក់ដល់កូនចៅទេចឹងឯងខុសពីការបូជាសពខុសពីការបញ្ចុះដល់សពបើស្អីតែត្រូវគិតគូររឿងហុងស៊ុយឯមែនតើអញ្ចឹងណាចំពោះរឿងនេះមានគ្រូហុងស៊ុយមួយនៅគាត់ចេញពីតៃវ៉ាន់ទេប៉ុន្តែហងសប្តាហ៍គាត់នៅអាមេរិកគាត់បានពិសោធន៍រឿងហ្នឹងថាតើការបូជាសពទៅហើយកើតជាឆ្អឹងហ្នឹងតើប៉ះពាល់ដល់កូនចៅដែរទេអញ្ចឹងណាគាត់មានមិត្តភក្តិរបស់គាត់ម្នាក់បានបូជាសពហើយយកទៅបញ្ចុះកន្លែងមួយនៅបញ្ចុះកន្លែងមួយនៅក្នុងយុគ7ខ្ទង់ឆ្នាំ1984យ៉ាហើយបែរមុខទៅទិសបែរខ្នងទៅទិសមាសយ៉ាងបែរមុខទៅទិសឈើយ៉ាងនៅក្នុងយុគ7ផ្កាយទឹកបែរទៅនៅខាងក្រោយផ្កាយភ្នំបែរទៅនៅខាងមុខដែលសុភាសិតចិនថាម៉េចថាផ្កាយភ្នំឡើងភ្នំផ្កាយទឹកចុះទឹកក៏ប៉ុន្តែកាលណាបើវាកលាប់ចាក់អញ្ចឹងវាកាន់តែអាក្រក់ទៀតហើយមួយទៀតនៅក្នុងឆ្នាំដែលបញ្ចុះហ្នឹងគឺមានសានសាស្ថិតនៅក្នុងទិសខាងកើតដែលជាទិសមុខភ្នោហ្នឹងតាមទ្រឹស្ដីហុងស៊ុយមិនមែនជាទិសដែលល្អឡើយក៏ប៉ុន្តែគាត់ជាគ្រូហុងស៊ុយគាត់ក៏មិនដឹងធ្វើម៉េចព្រោះគាត់ត្រឹមជាមិត្តភក្តិដោយសារតែម្ចាស់កម្មវិធីម្ចាស់សពហ្នឹងក៏បានតើតុងគ្រូចិនសែរួចហើយគ្រូចិនសែកែតនេះរួចហើយអញ្ចឹងណាក៏ប៉ុន្តែរយៈពេល2ឆ្នាំមកគ្រូចង្រៃកាត់ឡើងម្ដងហើយម្ដងទៀតដំបូងឡើយកូនប្រុសតែម្នាក់គុតរបស់គាត់ហ្នឹងបានលងទឹកស្លាប់ហើយបន្តមកទៀតប្រិយឪពុកកន្លែងលាក់គ្នាហើយក្រោយមកអាជីវកម្មរបស់គាត់ហ្នឹងក៏ខ្សែធនហើយមានករណីមួយទៀតការបូជាសពដូចគ្នាបូជាសពហើយក៏ទៅទុកនៅក្នុងភ្នោដោយបែរដៃខ្នងភ្នោមិនទៅក្បាលភ្នោបែរទៅទិសសុនមុខភ្នោបែរទៅទិសឈៀននៅត្រង់ចំណុចនេះនៅក្នុងឆ្នាំ1994ផ្កាយ Fire Yellow ចុះចំកដាលហើយមួយទៀតតម្រង់ភ្នោក៏អត់ល្អនាំមកនៅចង្រៃខ្លាំងមិនយូរប្រហែលបន្ទាប់ពីបញ្ចុះធាតុនឹងហើយកូនចៅបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍យើងអាចពិសោធន៍បាននៅក្នុងករណីប្រសិនណាបើបញ្ចុះនៅក្នុងរយៈពេល1ឆ្នាំឬក៏2ឆ្នាំ3ឆ្នាំអត់មានបញ្ហាអីទេក៏អូខេក៏ប៉ុន្តែបើ2 3ឆ្នាំហ្នឹងមានបញ្ហាចាប់គ្នាបន្ទាប់ពីបញ្ចុះសពយើងក៏ត្រូវយកចិត្តទុកដាក់ថាតើការបញ្ចុះសពហ្នឹងមានបញ្ហាដែរទេមានបញ្ហាអីចឹងទេចឹងឯងក៏ប៉ុន្តែមានវិធីសាស្ត្រច្រើនចឹងណាមានវិធីសាស្ត្រច្រើននៅក្នុងការកណនីក៏ប៉ុន្តែធ្លាប់អានរឿងមួយទៀតលោកគ្រូធ្លាប់អានរឿងមួយទៀតពាក់ព័ន្ធជាមួយនឹងនៅប្រទេសដូចជារឿងការកកើតនៃរាជវង្សឈិង Dynasty ហ្នឹងពាក់ព័ន្ធជាមួយរឿងហ្នឹងដែលរឿងនិទានក៏ប៉ុន្តែពាក់ព័ន្ធមួយរឿងធាតុដូចគ្នាយកធាតុទៅបញ្ចុះទេក៏ប៉ុន្តែអាចមានប៉ះពាល់ដល់កូនចៅដូចគ្នាត្រង់ណាចឹងឯងចឹងមិនថាមិនទេនេះហុងស៊ុយមិនមែនជារឿងសម្រាប់យើងតែយើងពិសោធន៍យើងចេះសង្កេតមើលណាសង្កេតមើលថាវាមែនអីចឹងណាចឹងឯងចឹងប្រធានបទថ្ងៃហ្នឹងចាត់ទុកថាជារឿងមួយពិចារណាព្រោះយើងតែងតែលើសំណាក់ហុងស៊ុយខ្លះប្រាប់ថាបូជាហើយគឺមានអីប៉ះពាល់ទេដាក់ក្នុងចេតិយ DNA ឆេះហើយចឹងណាអានោះក៏ម្យ៉ាងហើយមួយទៀតថានៅតែមានអត្តពលដោយលោកគ្រូបាននិយាយអញ្ចឹងដូចជាបបពិសោធន៍ដូចជា case study របស់គ្រូហុងចិនសែមអ្នកដែលល្បីនៅតៃវ៉ាន់តែគាត់ក្រោយមកគាត់ទៅនៅអាមេរិកគាត់បានទៅសេអត្ថបទនេះល្អមែនទែនលោកគ្រូយកមកចែកជូនអ្នកទាំងអស់គ្នា
ចឹងឯងអញ្ចឹងចាត់ទុកថាជាយ៉ាជាតល័យកមួយសម្រាប់អ្នកនរគ្នាយកគិតពិចារណាចោះក៏ប៉ុន្តែជាបបពិសោធន៍លោកគ្រូនៅពេលដែលបញ្ចុះមួយឆ្នាំ2 3ឆ្នាំនេះយើងមើលប្រសិនបើកើតរឿងត្រួតគ្នាផងឬក៏សមាជិកគ្រួសារស្លាប់ដល់បដិវហេតុម្នាក់ឬក៏2 3នាក់ដូចជាមើលទៅដូចជាវាមិនតាមធម្មជាតិមិនតាមធម្មតាសោះមើលជាដូនជាតាឬក៏ភ្នូឪពុកម្ដាយដែលបានបញ្ចុះនឹងស្ដារវិញចឹងណាចឹងឯងមិនមែនជារឿងរេសោយទេវាជាប្រព័ន្ធ DNA នៅក្នុងក្រុមគ្រួសារចឹងឯងចឹងជូនពរដល់អ្នកនរគ្នាសំណាងល្អថ្ងៃនេះលោកគ្រូថតវីដេអូសារតែនឹងជោគជ័យអត់ទេ